ល់កូរ៉េនឹកស្រុកនឹកស្រែសែនឆ្ងាយនឹកបងប្អូននឹកពុកម្ដាយដែលធ្លាប់រស់នៅជួបជុំពេលនេះឃ្លាតឆ្ងាយឃ្លាតកាយចាក់ពីទ្រនោះមិនមែនអ្នកណាបងខំតែទ្រាំដើម្បីគ្រួសារការងារស្រុកគេទោះបីប្រាក់ខែពាន់ពាន់តែធ្វើទាំងឈឺទាំងគ្រុនមិនហ៊ានសមរៈគ្មានភាពកក់ក្ដៅជីវិតរស់សែនតោកយ៉ាតែខ្ញុំស៊ូទ្រាំលំបាំងដើម្បីឆ្លងផុតក្រក្រីជីវិតពលករធ្វើការស្រុកគេមិនមែនស្រួលទេគេស្ដីចេះស្ទើរស្រង់ទឹកភ្នែកការងារធ្ងន់ស្រាលខំធ្វើគ្មានចិត្តរីរែព្រោះមិនចង់ឃើញថ្ងៃស្អែកគ្រួសារខ្ញុំនៅវេទនី4ឆ្នាំ10ខែមានតែពីងថាស៊ូទ្រាំថ្ងៃក្រោយយើងនឹងជួបជុំសុខុមទាំងក្រុមគ្រួសារពេលនេះសូមឃ្លៀតទាំងមនុស្សជាទីស្នេហាពេលចប់អាណត្តិកាលណាដណ្ដឹងជីវ៉ារៀបការពេញច្បាប់ពលករធ្វើការស្រុកគេមិនមែនស្រួលទេគេស្ដីចេះស្ទើរស្រង់ទឹកភ្នែកការងារធ្ងន់ស្រាលខំធ្វើគ្មានចិត្តរីរែព្រោះមិនចង់ឃើញថ្ងៃស្អែកគ្រួសារខ្ញុំនៅវេទនី4ឆ្នាំ10ខែមានតែពីងថាស៊ូទ្រាំថ្ងៃក្រោយយើងនឹងជួបជុំសុខុមទាំងក្រុមគ្រួសារពេលនេះសូមឃ្លៀតទាំងមនុស្សជាទីស្នេហាពេលចប់អាណត្តិកាលណាដណ្ដឹងជីវ៉ារៀបការពេញច្បាប់